បើជួបបណ្ឌិតបិទបានស្ដាប់ធំប្រងស្ដាប់ដោយល្អនាំការសទ្ធាជឿហេតុនៃផលបានដល់បញ្ញាជីវិតថ្លៃថ្លាឥតអាប្រស្មីសូមអនុមោទនាលោកម្ចាស់សូមមេត្តាប្រទិស្នាព្រះធម្មមីយើងខ្ញុំគ្រប់រូបាជួបជុំគ្នាប្រងចាំស្ដាប់ព្រះធម៌បំភ្លឺផ្លូវសត្វដើរទៅហត់ទុកឆាប់ការកើតចាំឈឺស្លាប់ត្រូវប្រញាប់ឆ្លងភពបីលោកម្ចាស់មានកាំងរណារទិស្នាធម៌វិន័យត្រូវតាមបីដងបីព្រះចិនស្រីមានពុតដែលការហេតុនេះពុទ្ធបរិស័ទប្រងប្រយ័ត្នស្ដាប់ទេសនាស្ងប់ស្ងៀមកំចចាកើតបញ្ញាពីការស្ដាប់សូមអនុមោទនាសូមអនុមោទនាត្រឹមព្រះធម៌ទេសនាសូមអនុមោទនាអញ្ចឹងសាជាថ្មីឡទៀតសូមអនុមោទនាអញ្ចឹងសូមក្រុមគ្រួសារនៃតតោចិនស៊ូញោមអាចទៅនេះមកជុំគ្នាមកផ្លែបើអរការប្រវត្តិអីទេតែ5 10នាទីចប់ប្រូចឹងអត់មានយូរទេអញ្ចឹងចង់ស្គាល់ផងនៅឲ្យបងប្អូនខាងញោមប្រុសនឹងពីណាពីណីមិនដែរនឹងឲ្យបាយគ្នាយូរដែរអញ្ចឹងណាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทโธรัตนตยสะวังเตียมีខ្ញុំបកណាអាត្មាភាពសូមនមស្ការក្រាបថ្វាយបង្គំបច្ចុប្បន្ន
នៃព្រះរតនត្រ័យគឺគុណព្រះពុទ្ធគឺគុណព្រះធម៌និងគុណព្រះសង្ឃបើអត់មានគុណទាំង3នេះទេប្រហែលអត់មានវត្តមានអាត្មានៅកន្លែងរូបនេះទេដោយសេចក្តីគោរពទុតិយៈពេអស់វរៈ2ដងផងតតិយៈពេអស់វរៈ3ដងផងតបនន្តរੰធម្មੰទេសេសាទីអង្គខ្ញុំប្រកាសរណាអាត្មាភាព